លោកមេតបគន់អ៊ីងមានគុណសម្បត្តិថ្លៃថ្លាបែរជាធ្លាក់ក្នុងទិដ្ឋភាពបែបនេះថ្ងៃក្រោយតើមានអ្នកណារកយុត្តិធម៌ទៀតគុណធម៌លើជាពពែក្រមជាខ្ញុំលោកមេតបប្រកបដោយគុណធម៌ជាមនុស្សអង្អាចមិនត្រឹមតែគុណធម៌ទេថែមទាំងមានចិត្តសប្បុរសនោះគួរឲ្យសោកស្ដាយគាត់ជាចចកដ៏អង្អាចតែកើតមកមានបេះដូងជាសត្វពពែហើយក្រោមមេឃនេះគឺជារបស់ស្ដេចចចកគឺចចកនេះហើយកាលពី20ឆ្នាំមុនក្រោមមេឃវឹកវរដោយសង្គ្រាមខ្ញុំចៅឆើដឹកនាំទ័ពអស់ទាំងនេះវាយលិចវាយកើតស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បរហើយថាយសើយៀនសើដឹកនាំទ័ពប្រឆាំងវាយលុកទ័ពរបស់ខ្ញុំលោកមេទ័ពយៀនសើចិត្តមេត្តាធម៌ឆ្លៀតពេលសង្គ្រាមច្របូកច្របល់លួចវាយឆ្មក់បាយមកជាច្រើនឆ្នាំកន្លងមកទ័ពឆៅរបស់ខ្ញុំវិវត្តពីខ្សោយមកខ្លាំងឈ្នះសង្គ្រាមរាប់រយដងឃើញតែសត្រូវបរាជ័យទោះសេនាប្រមុខក៏ទ្រាំមិនបានដែររាជធានីខ្ញុំអាចចោលបានតែទឹកចិត្តកងទ័ពខ្ញុំមិនអាចចោលបានទេពេលនោះមេទ័ពគន់អ៊ីងនៅក្នុងបន្ទាយរបស់ខ្ញុំគេនោះជាមនុស្សមានសមត្ថភាពខ្ពស់គ្មានគូសត្រូវប្រៀបខ្ញុំដឹងច្បាស់មានគេធ្វើជាកូនអុករបស់ខ្ញុំអាចដើរកូនអុកទៅមុខទៀតបាននេះជាជំហានឈ្នះចាញ់មួយតែយ៉ាងណាកូនអុកនោះជារបស់លីវប៉ៃទេកូនអុកអ្នកដតីមិនអាចឲ្យខ្ញុំប្រើបានទៅលោកបងអ៊ីងមកហូបជាមួយខ្ញុំបន្តិចទៅលោកនៅមានចិត្តហូបបាយទៀតយ៉ាងម៉េចហ្នឹងខ្ញុំគ្រាន់តែមានបំណងឲ្យលោកជួយខ្ញុំរឿងមួយមិនដឹងតើលោកយល់ព្រមឬក៏អត់ទេក្នុងនាមជាឆ្លើយសឹកម្នាក់មានអ្វីដែលថាមិនយល់ព្រមនោះបានជួយទៅសម្លាប់មនុស្សម្នាក់ឲ្យខ្ញុំសម្លាប់គេហើយនឹងឈប់ច្បាំងទៀតមែនទេត្រូវហើយណាគេមិនប្រញាប់ទេហូបអស់ចាំនិយាយគ្នាមិនបានទេសម្លាប់សិនចាំហូបជាក្រោយអូវាទំលុះទ្វារក្រុងឲ្យឆាប់ទៅទប់ទល់លើបាទទេលោកម្ចាស់គាត់អ៊ីងជាមេតួរបស់សត្រូវគេមិនអាចជួយយើងបាននៅក្នុងមន្ទីររបស់យើងមាននរណាមិនមែនជាមេតួមកខ្លាចតលែងគាត់អ៊ីងទៅដូចប្រឡែងខ្លាចចេញពីភ្នំអញ្ចឹងលោកបងគុណកងទ័ពនៅមាន 5000 នាក់មាននរណាអាចរារាំងលោកបានទេខ្ញុំត្រូវការទ័ព40-30 នាក់អ្នកណាមកតាមខ្ញុំខ្លះខ្ញុំនឹងអ្នកទាំងអស់គ្នាសុទ្ធតែបម្រើម្ចាស់រៀងៗខ្លួនមិនដែលយល់ញាតអ្វីទេតែសង្គ្រាមថ្ងៃនេះពួកយើងមិនគិតអ្វីទាំងអស់គិតតែពីជួយបងប្អូនកងទ័ពយើងត្រូវសាមគ្គីគ្នាបើទាំងអស់គ្នាមិនប្រកាន់ទេខ្ញុំសូមទាំងអស់គ្នារាប់អានជាបងប្អូនទាំងអស់គ្នាបងធំទាំងអស់គ្នាសូមទទួលការគោរពពីបងប្អូនផងខ្ញុំចង់ឡើងសុំទៅជាមួយតើមានណាទៀត
បងប្អូនទាំងអស់គ្នាសម្លាប់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 គឺមនុស្សរបស់ឯងគឺមនុស្សរបស់គេព្រះអង្គយាងមកដល់ហើយព្រះអង្គមានព្រះរាជបន្ទូលតែងតាំងគន់អ៊ីងជាមេទ័ពបម្រើមហាហានចាប់រាជសារទូលបង្គំគន់អ៊ីងគឺមិនបានធ្វើអ្វីមិនហ៊ានទទួលនោះទេលោកប្អូនអ៊ីងលោកមានគុណធម៌ស្មោះត្រង់មានតែលោកទេអាចទទួលបានទូលបង្គំឃើញក្រៅមេឃរងទុកមិនអាចអោបដៃឈរមើលទេទើបជួយតែប៉ុណ្ណោះបើអញ្ចឹងលោកយល់ថាលើកនេះព្រះអង្គទទួលការម៉ាស់ច្រើនទេនៅក្នុងមន្ត្រីរាជការពីដើមមកក៏ហ៊ានចំពោះការប្រើដាវប្រើកំបិតដែរតែថ្ងៃនេះមានមនុស្សស្លាប់ច្រើនបែបនេះទូលបង្គំត្រូវតែបង្ខំចិត្តធ្វើរឿងនេះឲ្យទៅបានប្រទេសលំបាកជារឿងធំការពារព្រះអង្គជាទួនាទីរបស់ទ័ពនេះមិននឹងអាចល្មើសច្បាប់បានទៅបើអញ្ចឹងឆាវមកទៅមិនចាំបាច់លិតជង្គង់នោះទេ
បើសិនជាលោកមិនចូលចិត្តមិនចាំបាច់លើឆ្កងក៏បានដែរគាត់អ៊ីងមិនហ៊ានទេមិនមែនក្របោជាអីណាមានអ្វីដែលមិនសមនោះណាបានហើយអ្នកទាំងអស់គ្នាធ្វើដូចធម្មតាទៅមិនចាំបាច់លើឆ្កងអីទេក្រោកឡើងមកក្រោកឡើង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 មកលោកមិនទោះបើប្រងមានព្រះបន្ទូលឡើយលោកប្អូនអ៊ីងសូមជើញក្រោកឡើងលោកម្ចាស់គុណមកក្រោកឡើងខ្ញុំមិនឲ្យហៅថាលោកម្ចាស់ទេជីវិតរបស់ឈីងឈីគឺលោកម្ចាស់ជួយមកទេខ្ញុំត្រូវទៅហៅលោកថាលោកម្ចាស់ចឹងហើយជីវិតខ្លួនឯងគឺខ្លួនឯងជួយទេកុំមើលស្រាលខ្លួនឯងពេកអីលោកម្ចាស់គាត់ពិតជាកំពូលអ្នកក្លាហានមែនជួយជីវិតរបស់ខ្ញុំនេះចាត់ទុកថាខ្ញុំបានកើតថ្មីម្ដងទៀតហើយពេលនេះលោកម្ចាស់ខ្លាចជាមេតបហើយតើមានអីគួរអស្ចារ្យទៅខ្ញុំនឹងចាយឆាមានការយកច្រឡំបន្តិចបន្តួចប៉ុណ្ណោះលោកម្ចាស់កូនលោកនិងខ្ញុំមានការយល់ច្រឡំបន្តិចមែនខ្ញុំទៅធ្វើការវិញហើយឡោះចុះលោកម្ចាស់ឆាយល់ថាការយល់ច្រឡំនេះគួរដោះស្រាយយ៉ាងម៉េចហូបទឹកបន្តិចសិនទៅលោកម្ចាស់កូនណានៅម្ដុំនេះពីមុនជាវារហោឋានគ្មានមនុស្សនៅទេពេលពួកយើងមកដល់មានសួនដំណាំដាំស្រូវពីលោយ៉ាងមកដល់ស៊ីឆាង 100000 នាក់ជាងក្នុងពេល6ឆ្នាំគ្មានអ្នកណាស្លាប់ដោយសារអត់បាយទេតើចៅឆាខ្ញុំមានសមត្ថភាពទេអើយផ្ទះតកូលលីវជារលំហើយគឺត្រកូលចៅខ្ញុំជាអ្នកជួសជុលឲ្យគេថ្មីក៏ប៉ុន្តែមានអ្នកខ្លះថាខ្ញុំជាអ្នករូបផ្ទះរបស់តកូលលីវអំពើមូលបង្កាច់នេះតើខ្ញុំទៅប្តឹងអ្នកណាគំនិតវប្បធម៌របស់លោកម្ចាស់ចៅពិតជាកម្ររកបានណាគំនិតវប្បធម៌ស្អីវាជាការពិតការពិតគឺចៅឆាយចាប់មេឃមកបំរើខ្លួនទេចាប់មេឃមកបំរើខ្លួនខ្ញុំធ្លាប់ឮពាក្យនេះជាពាក្យចោលមកសៀតតាមពិតគឺមេឃចាប់ឆាវមកបំរើនោះទេខ្ញុំដឹងពាក្យទាំងអស់នេះប្រកាសជាមានអ្នកជឿ2000ឆ្នាំក្រោយក៏មានអ្នកជឿដែរតែវាជាពាក្យចោលមកសៀតមានតែមនុស្ស2នាក់ទេដែលជឿនោះមួយគឺមនុស្សចោលមកសៀតមួយទៀតគឺល្ងងលីវប៉ៃគឺមនុស្សចោលមកសៀតលោកគឺមនុស្សល្ងងត្រូវលីវប៉ៃប្រើប្រាស់បានខ្ញុំពេញចិត្តនឹងលោកហ៊ានធ្វើហ៊ានទទួលហ៊ានស្អប់ហ៊ានស្រឡាញ់នៅទីនេះទៅធ្វើការខ្ញុំទទួលលោកបើគ្រួសារលីវទាំង23មិននៅក្នុងដៃរបស់លោកទេលោកមិនហ៊ាននិយាយចឹងទេមែនទេលោកម្ចាស់គាត់មិនសម្លាប់មនុស្សមិនគួរសម្លាប់ទេតើមែនទេឆាមុងទឺលោកនិយាយស្អីហ្នឹងឆាមកធ្វើការមកព្រះអង្គមិនគួរឆាឲ្យព្រះអង្គធ្វើការបែបនេះសោះគួរចូលមកលោកឃើញទេគេធ្វើការងារនេះដែរចាំម៉េចលោកយល់ថាមន្ត្រីធំហើយនឹងស្ដេចមិនចេះធ្វើការទេមែនទេការងារអ្វីក៏ដោយឲ្យតែខិតខំធ្វើទៅប្រកាសជាបានជោគជ័យហើយព្រះអង្គធ្លាប់គិតចង់ចេញពីទីនេះទេ
លោកដឹងថាខ្ញុំរស់នៅជាព្រះអង្គនេះជាង10ឆ្នាំមកហើយដល់របៀបណាទេខ្ញុំចេញពីព្រះរាជវាំងមួយទៅព្រះរាជវាំងមួយពីភាពអាម៉ាស់មួយទៅភាពអាម៉ាស់មួយទៀតហូបតែស្រូវសាលីហូបតែទឹកជ្រោះមន្ត្រីធំក្បែរខ្លួនខ្ញុំពួកគេស៊ីតែរបស់មន្ត្រីធំដែលស្លាប់ទៅទាំងនោះហត់ឈាមរបស់ពួកគេផែនដីធំណាស់តែសូម្បីតែស្ដេចក៏រស់នៅដោយគ្មានសុវត្ថិភាពដែរនេះជាផែនដីអីទៅលោកដឹងទេខ្ញុំឃើញចៅឆាលើដំបងគេយកអីមកឲ្យខ្ញុំគឺនំក្រៀមមួយដុំហើយសម្លមានសាច់មួយចាននិងក្រែដកក់ក្ដៅមួយឬក៏នំក្រៀមនិងសម្លសាច់មាន់ដូននៅរាជវង្សហាន់បានឆាមើលមិនបាននិយាយថាចង់ធ្វើជាស្ដេចទេគេក៏មិនអាចជឿលើព្រះអង្គម្នាក់អាចកែប្រែក្រោមមេឃនេះបានដែរព្រះអង្គមានតម្លៃស្មើមេឃសូម្បីតែមេឃក៏មិនជឿមនុស្សតើកែប្រែយ៉ាងម៉េចទៅតើមានសមត្ថភាពអាចកែប្រែបានទេក្រោមមេឃរបស់យើងពេលនេះនៅក្នុងដៃឆាឆាព្រោះឆាឆាខ្លាំងជាងយើងតែយើងជឿថាគង់មានថ្ងៃណាមួយយើងអាចខ្លាំងជាងគេដល់ពេលនោះចាយឆានឹងគល់ក្រោមមេឃនេះមកឲ្យយើងបើសិនជាយើងមានជីវិតស្មើមេឃក្រោមមេឃនេះជារបស់យើងហើយលបងកូនលបងមកហើយកូនស្វាជំងឺរបស់ពុកឯងយ៉ាងម៉េចទៅហើយបានធូរទេនេះបានធូរច្រើនណាស់គ្រូពេទ្យប្រាប់ថានៅផឹកថ្នាំទៀតលបងកូនបាយទឹករៀបចំខ្ញុំចូលទៅសិនណាមិនអីទេលបងកូនណាថ្ងៃនេះពួកខ្ញុំមកព្រឹកពេកហើយមិនអីទេលោកម្ចាស់ខាងនេះគឺចាមឹងទៅលោកម្ចាស់ឆាវលោកគឺបន្តិចទៀតពួកយើងចាំនិយាយគ្នាពួកគេទៅចូលក្រុងបានមួយខែទេគេរកការងារធ្វើមិនបានរកតបាយហូបមិនបានផងគេក៏ជាមនុស្សនៅក្រោមមេឃដូចជាពួកយើងយ៉ាងអញ្ចឹងដែរលោកយល់ថាគួរធ្វើយ៉ាងម៉េចទុកចិត្តចុះទៅវិញខ្ញុំធ្វើវាឲ្យបានល្អលបងកូនគេជាបិសាចកុំនិយាយប្តេជ្ញាកូនស្វាលោកម្ចាស់ឆាវជាទេវតាឲ្យទ្រព្យរបស់ពួកយើងណែយកទៅទិញថ្នាពុកឯងទៅចុះជើញលោកម្ចាស់ឆាវលោកអូនកូនអ៊ីងសុំជើខ្ញុំលាសិនហើយអ្នកស្រីទី2បើបំរើបានយកទ្រព្យគ្មានគុណធម៌ទាំងអស់នោះទៅវិញអស់ហើយបងអូនទី2សូមគោរពអ្នកបងទាំងពីរឈីឡានមិនទៅទទួលបងទី2ទៅចំពោះមនុស្សគ្មានគុណធម៌មិនចាំបាច់គោរពធ្វើស្អីទេឈីឡានឆ្វេងស្ដាំសុទ្ធតែជាល្បិចកលរបស់ឆាវចៅទាំងអស់បងធំមានការជឿជាក់បំផុតចំពោះបងទី2ឯងចិត្តរៀបការចូលគ្រួសារលាវហើយរៀបការឲ្យត្រូវតាមប្តីឯងមិនជឿលើខ្សែភ្នែកបងធំទេចិត្តមនុស្សពិបាកស្ទង់ណាស់អ្នកដែលមិនដឹងមេតបគាត់គ្មានសត្រូវព្រៀបនោះទេបើគេចង់ទៅណាអ្នកណាទៅរៀបរៀងគេឈ្នះខ្ញុំសុកចិត្តឲ្យគេទៅផ្សះផ្សាជាមួយនឹងបងធំឆ្លៀតពេលចៅឆៅកំពុងតែច្បាំងជាមួយនឹងយានសាតប100000នាក់តបកំពុងតែវាយលោកស៊ីឆាងនោះទៅគប់3ចំពោះបងធំមែនហើយបងស្រីនិយាយត្រូវណាបងទី2កុំបារម្ភពីពួកខ្ញុំអីអញ្ចេះចោះធ្វើតាមឈីឡានទៅបងទី2ខ្ញុំសុំវល់បងទៅរកបងធំលាវទៅឈីឡានបងទី2មានសិទ្ធិសម្រេចខ្លួនឯងនិងបងទី2ធ្លាប់នៅស្រុកជាមួយគ្នាឯងគួរតែស្គាល់បងទី2ឲ្យបានច្បាស់គាត់អ៊ីងពិបាកធ្វើណាខ្ញុំសុំលាសិនណាហេតុអីបានជាបងចង់នៅទីនេះអើយថ្ងៃនេះតើនឿយហត់ទេអត់ទេនាំគ្នាទៅសម្រាកបន្តិចទៅឡំណានេះជាគំនូខ្ញុំគូមើលស្អាតទេមើលដឹងតែធ្វើស្អីទេធ្វើម្ដងទៀតទៅមកចាំខ្ញុំជួយម៉ែកូនស្រីកូនមកហើយលោកហើយហត់ទេកូនអត់ទេ
ឮថាក្មេងខ្វៀលកបីនោះជាអ្នកធ្វើណាឯងមិនដឹងទេចាំព្រឹកឡើងអត់ឃើញមនុស្សផងបានហើយជំរុំមើលទៅចេញចេញមេតបលីមកហើយ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 មេតបលីមេតបលីអេមើលទៅគឺអ្នកខ្វៀលកបីនោះហើយមែនទេណែកុំនិយាយផ្ដេសផ្ដាសពេលនេះគេជាមេតបកន់អ៊ីងហើយណាលោកមកហើយប្រជារាស្ត្រយើងសុខសាន្តណាស់លោកមេតបលីវនេះគឺជាកូនស្រីរបស់ខ្ញុំកូនស្រីរបស់ខ្ញុំមកពិសាស្រាទៅសូមជើញសូមជើញអញ្ជើញចូលអូទី2ឲ្យឆាប់ឡើងបានន័យថាប្រពន្ធដែលមិនទាន់រៀបការរបស់លាវប៉ៃពិតជាមិនស្គាល់នៅស្រុកហើកាងជាមួយឈ្មោះគាត់អ៊ីងនោះមែនទេត្រូវអើយមានដំណឹងរបស់លីវប៉ៃទេលីវប៉ៃលួចពឹងពាក់យានសាវប៉ាយមកអ៊ីថាគាត់អ៊ីងសម្លាប់មេតបយានឡាងធ្វើឲ្យយានសាវខឹងចង់សម្លាប់លីវប៉ៃហើយសម្លាប់ហើយនៅមិនទាន់មានដំណឹងទេរឹងលើកហើយយាយត្រឡើងមកប៉កាម្ដងចុះឲ្យល្អណាស់ឡើងទៀតនិយាយ8ដងហើយឯងដូចជាអ្នកនៅហើតុងយ៉ាងចឹងត្រូវហើយបើអញ្ចឹងចេះធ្វើម្ហូបនៅហើតុងទេមិនចេះទេលោកអាចចេះត្រូវហើយហើយលីទេគឺលោកអាចម្ហូបនៅហើតុងគឺឆ្ងាញ់ហើយសមនឹងស្រារបស់ខ្ញុំមែនមកភ្លុកសាមើលស្រានេះគឺពនាងបាត់ដោយផ្ទាល់ឈ្មោះថាស្រាជាវឈុនប៉ាខ្ញុំផឹកស្រាចុះកងទ័ពនៅក្នុងរៀបចំហើយនៅខ្លាចគាត់អ៊ីងចៃស្រាសម្រាប់មនុស្សហើយធ្វើសង្គ្រាមស្បៀងមិនគ្រប់ហូមខ្ញុំដាក់បញ្ជាឲ្យយកអង្គមកបិទស្រាដូច្នេះទីនេះបើលួចបិទស្រានឹងត្រូវកាត់ក្បាលចុះអ្នកផឹកស្រាមានទោសទេមានទោសតាមពិតអ្នកចង់ចៃស្រាសម្រាប់មនុស្សគឺលោកម្ចាស់ចាឆាទេតាមពិតលោកខ្លាចខ្ញុំមិនហ៊ានផឹកទេមានស្រាផឹកទៅហើយខ្ញុំទៅខ្លាចអីឡយកូនអ៊ីងលោកនឹងខ្ញុំផឹកស្រានៅទីនេះតើឲ្យល្មើសនឹងពេលធម្មតាទេច្បាប់របស់លោកខ្ញុំគិតថាគឺវាស័ក្តិសមណានិយាយបានល្អមេតបគាត់ណាព្រៀមច្បុកច្បល់បើស្បៀងមិនគ្រប់គ្រាន់ម្ហូបស្រូវរបស់លោកមានតែធ្វើបែបនេះហើយលោកមើលទៅនឹកដល់ផ្ទះឲ្យមែនទេខ្ញុំគ្មានផ្ទះទេខ្ញុំបានបញ្ជូនមនុស្សគ្រួសារលីវទៅផ្ទះវិញអស់ទៅហើយខ្ញុំឲ្យចាងឡើងនាំទ័ព50នាក់ទៅការពារទៀតផងខ្ញុំជូនលោកជាមនុស្សសុភាពបរោះមេទ័ពគាត់ថាខ្ញុំសុភាពបរោះពិតជាឆៅមឹងទឺខ្ញុំរអៀសខ្លួនខ្លាំងណាស់ខ្ញុំថាលោកជាសុភាពបរោះមិនបានថាសុភាពបរោះពិតទេខ្ញុំជាមនុស្សតូចតាចទេមកលោកមេទ័ពគាត់ទួលស្រាអ្នកតូចតាចចានខ្ញុំគ្រាន់តែជាអ្នកដឹកកបីប៉ុណ្ណោះហេតុអីលោកម្ចាស់ឆាដាក់ខ្លួនបែបនេះបើមិនធ្វើអញ្ចឹងថ្ងៃនេះអាចរស់បានសុខទេ
ខ្ញុំសុខចិត្តលឹកជង្គង់គោរពលោកមួយជីវិតគាត់អ៊ីងខ្ញុំចេះតែក្បាច់គុណកប៉ិចកប៉ុកប៉ុណ្ណោះមិនអាចនាំសន្តិភាពបានម្យ៉ាងមនុស្សនៅក្នុងមន្ទីរលោកពូកែនៅទីនេះមានតែបង្កបញ្ហាដល់លោកទេចុះបងប្រុសរបស់លោកលីវពីដឹកនាំលោកនឹងចាំងពីយ៉ាងម៉េចដែរវិធីរបស់លោកបងលីវលោករៀនមិនចេះទេព្រោះតែពួកយើងនៅទីនេះគ្មានការស្អប់ហើយក៏គ្មានមនុស្សចេតនាដែរបើអញ្ចឹងស្រួលទេមេតបគន់មកស្អីក៏មានដែរយ៉ាងម៉េចដែរតាមពិតទៅលោកមេតបចាលែងគ្រួសារលីពេខ្ញុំអរគុណលោកណាស់ខ្ញុំនឹងសងគុណលោកវិញតែខ្ញុំហើយនៅលបងលីជាបងប្អូនស្លាប់រួមគ្នាឲ្យតែមានដំណឹងពីគាត់ខ្ញុំនឹងទៅវិញភ្លាមដល់ពេលនោះបើលោកម្ចាស់ចាវថាលែងខ្លាចុះពីភ្នំនោះលោកសម្រាប់ខ្ញុំចុះហើយដល់វិញក៏ចិត្តរបស់លោកវាដាក់ជាប់ទៅតែលីវពេបែបនេះបើសិនជាលោកចង់ខត់ឲ្យខ្ញុំនៅនោះមនុស្សនៅតែចិត្តមិនបាននៅទេសុំស្រុំណាផឹកស្រាបន្ធូរអារម្មណ៍តែបំបត្តិសុខភាពយកស្រាធ្វើជាភ្លេងកុំដកជីវិតផឹកនេះខ្ញុំអ្នកនិពន្ធនេះលោកដឹងទេលោកមិនជាអ្នកផឹកស្រាល្មើសរបស់ខ្ញុំនោះទេចុះមានអ្នកណាទៀតចៅប្រុសរបស់ពេទ្យខុងខុងឡងលោកម្ចាស់ខុងហ្នឹងគឺគេសំជាលោកម្ចាស់ដែរលោកឲ្យគេផឹកទឹកបានឲ្យគេផឹកស្រាគឺពិបាកជាខ្ញុំទុកលោកឲ្យនៅទៅទៀតមកផឹកណាណ៎បានហើយខ្ញុំដល់ហើយអរគុណលោកថាលោកគ្មានផ្ទះទេខ្ញុំជូនផ្ទះមួយដល់លោកតើលោកព្រមដែរទេលោកនិយាយពីទីនេះគឺទីនេះហើយអរគុណណាអរគុណណាក្នុងចិត្តរបស់លោកឈីឡានគឺទទេស្អាតចិត្តខ្ញុំទទេស្អាតយូរណាស់មកហើយហេតុអីមកខ្ញុំយល់សពបែបនេះទៀតចិត្តទទេស្អាតមិននឹងអាចយល់សពបានទេលោកម្ចាស់នៅក្នុងមហូបដាក់ថ្នាំហើយអត្តពលថ្នាំមានពេល12ម៉ោងទេស្រីនោះត្រូវពួកយើងចុះជីបច4ចំណុចហើយមុនពេលដែលមេឃភ្លឺអ្នកណាក៏មិនអោយនៅក្បែរមេតបគាត់ដែរ
អ្នកបងសូមអ្នកបងគ្រប់ខ្លួនឯងផង នេះគ្រាន់តែជាការយល់សប្តិតែប៉ុណ្ណោះចាំបាច់គិតមែនតែនធ្វើស្អី ទោះជាយល់សប្តិក៏មិនត្រូវធ្វើខុសដែរ ឬមួយក៏ក្នុងសុបិនក៏លោកមិនហ៊ានស្រឡាញ់ខ្ញុំដែរកាលនោះដើម្បីខ្ញុំលោកសម្លាប់មនុស្សស្អីក៏មិនខ្លាចដែរ គាត់អ៊ីងសម្រាប់ជីវិតមនុស្សគឺដើម្បីជួយមនុស្ស លោកមិននិយាយចេញមកមិនក៏ដឹងថាក្នុងចិត្តខ្ញុំគិតស្អីលោកនិយាយទៅលោកមិននិយាយចេញមកមិនក៏ដឹងថាក្នុងចិត្តខ្ញុំគិតស្អីលោកប្រាប់ខ្ញុំមកលោកគិតស្អីលោកប្រាប់ខ្ញុំមកខ្ញុំចង់ឲ្យលោកប្រាប់ខ្ញុំតើលោកគិតស្អីលោកគិតស្អីទេ ខ្ញុំគ្រាន់ដឹងថាអ្នកបងជាបងថ្លៃខ្ញុំចាំមកខ្លាំងធំណាស់ឯចិនណាគឺលោកម្ចាស់លីវខ្ញុំមកគាត់នៅទូយ៉ាងបន្ទាយតបយិនសៅមិនតបគាត់ជីវិតខ្ញុំទុកមិនបានទេលោកមិនតបគាត់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 ខ្ញុំត្រូវការជួបចាឆាយ លោកម្ចាស់ឆើចេញពីក្រុងតាំងពីព្រឹកម្លេះមិនដឹងពេលណាមកវិញទេប្រាប់លោកម្ចាស់ឆើទៅគាត់អ៊ីងសុំលាចេញបញ្ជារបស់យើងគេចង់ទៅឲ្យគេទៅដោយស្រួលទៅចុះលោកម្ចាស់មិនឯងលែងខ្លាចឡើងភ្នំវិញទេយើងបានសន្យាជាមួយគេហើយពេលនេះសង្គ្រាមធំចិត្តមកដល់ហើយទោះបីជាធំប៉ុណ្ណាក៏ដោយក៏ត្រូវពិភាក្សាគ្នាសិនដែរពួកយើងទប់ទល់ចំពោះយានសៅយ៉ាងម៉េចដែរលេខពេលនៅក្នុងមន្ទីររបស់យានសៅបើគាត់អ៊ីងចូលដៃជាមួយទ័ពយាននោះកាន់តែពិបាកខ្លាំងហើយលោកមិនតមនិយាយត្រូវគាត់អ៊ីងនោះដឹងថាយើងដាក់ថ្នាំគេប្រកាសជាស្អប់យើងមិនខានទេក្រែងយើងបាននិយាយរួចហើយបើគេចង់ទៅឲ្យគេទៅចុះពួកលោកមិនលឺទេក្រែងលោកបាននិយាយហើយថាយានសានមានមេតបចុះចូលឈ្មោះចាងហឺនមេតបចាងមានប្រាជ្ញាក្លាហានតែมันអាចប្រកាសបានដូច្នេះលួចទៅចុះចូលនឹងគេបំរើម្ចាស់ឯងមិនបានហើយនៅទៅរកកន្លែងដតីស៊ីបាយទៀតមនុស្សនេះអាចប្រើបានទេមនុស្សគឺលោកជាអ្នកណែនាំមកគួរទុកគួរសម្លាប់សម្រេចលើលោកទៅចុះអរគុណលោកចាស់យានសៅចិត្តវាយមកហើយអាចចង្រៃសុននៃជាងតុងវិចង់ឆ្លៀតឱកាសទៀតពួកលោកថានៅមើលគួរធ្វើយ៉ាងម៉េចតបគេ 5000 នាក់វាយឆ្មក់ពីក្រោយជាងតុងចាត់គេតក30 នាក់លួចសម្លាប់មេតបសុនចោលទៅបើអញ្ចឹងធ្វើតាមពួកលោកនិយាយទៅណែបងទៅយើងពួកយើងអាចទៅបានហើយអរគុណលបងកូនហើយដែលជូនណៅដល់ពួកខ្ញុំអរគុណលបងកូនអរគុណលបងកូនខ្លាំងណាស់លបងកូនជាអ្នកមានគុណណាស់បានហើយក្រោកឡើងក្រោកឡើងមកក្រោកឡើងមកក្រោកឡើងមកបានហើយក្រោកឡើងទាំងអស់គ្នាក្រោកឡើងអរគុណក្រោកឡើងបានហើយមិនអីទេអរគុណមកក្រោកឡើងមកបានហើយអរគុណណាអរគុណរបស់ទាំងអស់នេះគឺមេតបចាឆាឲ្យមកទេបើសិនជាចង់អរគុណនោះ
តអរគុណលោកម្ចាស់ឆាវទៅលបងគាត់ពួកខ្ញុំទៅលោកម្ចាស់ចៅបានធ្វើសម្បត្តិឆ្លងកាត់រួចហើយ ត្រូវហើយ មើលអើយរួចអើយបើអញ្ចឹងល្អហើយ លបងគាត់ទេវតាពេទ្យឲ្យខ្ញុំយកមកឲ្យបងពេទ្យទុកប៉ាតាមផ្លូវ ហើយទុកវិញចុះទុកទិញអ្វីឲ្យពុកម្ដាយហូបទៅហើយស្ដាប់បង្កប់គាត់ផងណាទៅបងប្អូនទាំងអស់គ្នាថែរក្សាខ្លួនផង លបងគាត់លបងគាត់ ផង លបងគាត់ថែរក្សាខ្លួនផង ចេញដំណើរហើយណាបង លបងគាត់លបងគាត់ សូមជួយទៅបានសេចក្តីសុខចម្រើនដល់លបង លបងគាត់ថែរក្សាខ្លួនផង ហើយបានហើយទៅចុះបានទៅចុះមួយនេះស្រស់ល្អណាស់មិនបាច់ទេយកទៅចុះដែរពិតជាមិនបាច់មែនណាចូលពីរទៅមកណាលិខិតឆ្លងកាត់ខ្ញុំគាត់អ៊ីងនិយាយតែមកអញ្ចឹងខ្ញុំមិនស្គាល់ច្បាស់ដែរ បងទី2 លោកមានទ្រាំខាងនេះតើមានបញ្ហាមែនទេម្នាក់នៅលើទេក៏ចុះមកដែរមនុស្សរបស់មេទ្រាំក៏ពិនិត្យដែរមែនទេសូមកុំឲ្យលំបាកដល់ពួកខ្ញុំលំបាកដល់បងបន្តិចហើយប្រាប់ដល់មនុស្សគ្រប់ច្រកបញ្ជាពីព្រះអង្គសម្រាប់គាត់អ៊ីង បងទី2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  ប
ទេ ខ្ញុំនឹងចៅឆាយមានកិច្ចសន្យាបើខ្ញុំចង់ទៅគេនឹងឲ្យខ្ញុំទៅនោះគឺលោកសន្យាជាមួយគេខ្ញុំធ្វើទៅតាមរាជជាទេតើចៅឆាយចង់សម្លាប់ខ្ញុំឬមួយក៏អ្នកដទៃចង់សម្លាប់គួនអ៊ីងជាមជារបស់ព្រះអង្គ ឬក៏ដាច់ខាត់ត្រូវសម្លាប់យើងនេះជាបញ្ជារបស់ព្រះអង្គ មើលទៅផ្លូវខាងត្បូងមិនស្រួលទេស្អែកពួកយើងទៅទិសខាងជើងទៅខ្ញុំមិនចង់សម្លាប់មនុស្សទៀតទេបងទី2រឿងនៅថ្ងៃនេះតើបងបង្ខំចិត្តមែនទេ ខ្ញុំជាកងទ័ពគួរតែសម្លាប់ស្ត្រីនៅសមរភូមិហើយ តែប្រទេសជាតិច្បោកច្បល់បងអាចមិនសម្លាប់មនុស្សបានទេខ្ញុំដឹងថាបងទី2មានចិត្តមេត្តាធម៌តែទេវតាឲ្យបងរៀនចេះក្បាច់គុណអស្ចារ្យមួយគឺចង់ឲ្យបងកំចាត់ពួកបិសាចចិត្តអាក្រក់រកយុត្តិធម៌ ខ្ញុំគ្រាន់ជាមនុស្សធម្មតាតែខ្ញុំមានសមត្ថភាពអីកំចាត់ពួកអាក្រក់បានណាបងកំមិននេះបងទុកទៅទុកការពារខ្លួន តែបងបានជួយមនុស្សច្រើនណាស់ ខ្ញុំសម្លាប់មនុស្សច្រើនជាងនេះទៅទៀត ប
មេចិត្តភ្លឺហើយអ្នកបងសម្រាប់យកកម្លាំងខ្លះទៅពួកគេជាបងប្អូនអ្នកពិភពគុណទៅយើងហាន់ពូឯងនៅចាំខ្ញុំទេលបងគាត់មិនមកអូយ៉ាងទេហ៎នេះគឺប្រពន្ធរបស់លបងប៉ៃលបងគាត់ណាថ្មីសុខសប្បាយទេមិននឹងមានសំណាងរកស៊ីកាក់កបដោយឯងទេខ្ញុំមើលទៅនៅក្នុងភូមិនេះសិតតែបងប្អូនរបស់ឯងទាំងអស់ហើយសុទ្ធតែពឹងលើសំណាអចិរ័យកងជើនោះហើយគ្រាន់តែដុតបន្តិចឆេះក្រុងលោកយ៉ាងទាំងអស់លោកអូនហាន់ណាអាជីពដើមរបស់ឯងនៅធ្វើទៀតទេពូហាន់លែងរវល់រឿងពិភពគុណទៀតហើយគួរឲ្យសោកស្ដាយណាស់អ្នកណាមិនដឹងពូហាន់ជាអ្នកកំពូលផលិតអាវុធសម្ងាត់លេខ1ក្រោមមេឃនេះគឺសម្រាប់ខូខើពេកហើយបាបកម្មពើបែកបាក់គ្រួសារកាលណាបើកុំតបានលបងគាត់ទេម្លេះខ្ញុំដៃម្ខាងទៅហើយប្រទេសជាតិច្បោកច្បល់មិនអាចនៅតែម្នាក់ឯងទេឡើយខ្ញុំត្រូវទៅខាងលីបងប្អូនប៉ាហ្វូមិនទាំងអស់ចុះចូលនៅលបងលីពេទៅមិនទៅហាន់ហ្វូតាមលោកម្ចាស់ទាំងពីរជាង10ឆ្នាំហើយពេលនេះចិត្តសម្រាប់សត្រូវក៏គ្មានដែរបានចឹងបានខ្ញុំមិនខំឯងទេតាមពិតខ្ញុំមកថ្ងៃនេះចង់ខ្ចីទូរបស់ឯងជូននៅបងធំទៅសិនតើបានទេលបងគាត់ហេតុអីនៅច្បាំងតទៅទៀតមនុស្សនៅស្លាប់មិនទាន់គ្រប់គ្រាន់ទៀតដែរពួកយើងច្បាំងពីមុនគឺដើម្បីយើងរស់នៅបានសុខពេលមេតបចាយមកដល់ប្រជារាស្ត្រមានសេចក្តីសុខណាស់ថ្មីត្បិតលំបាកបន្តិចតែក៏ជាការរស់នៅមួយដែរឯងខ្លាចជាមនុស្សចាស់ឆាពីកាលខ្ញុំគ្រាន់តែជាមនុស្សសាមញ្ញប៉ុណ្ណោះលោកម្ចាស់ឆាឲ្យខ្ញុំធ្វើគឺរស់នៅដោយសុខស្រួលថ្ងៃនេះអាចលើកលែគាត់អ៊ីងម្ដងទេលបងគាត់ខ្ញុំមិនមែនជាដៃគូរបស់លបងទេប៉ុន្តែវាជាបញ្ជារបស់ព្រះអង្គ លបងគាត់ហាត់អីក៏មិនកិច្ចលបងដឹងធម្មជុលនេះមានពឹសទេព្រោះឯងធ្លាប់ជាបងប្អូននឹងខ្ញុំឯងមិនអាចឈ្នះខ្ញុំបានខ្ញុំតឯងមកស្នៀតចុះមកស្នៀតនេះគឺយើងដាច់ចំណងនឹងគ្នាហេតុអីក៏ឯងមិនកិច្ច
ព្រោះបងជាបងប្អូនរបស់ខ្ញុំមិនអាចសម្លាប់បងដោយផ្ទាល់បានទៅមកតានបើខំខ្ញុំនឹងសម្លាប់គេនេះចោលហើយសម្លាប់ចោលសម្លាប់ចោលសម្លាប់ចោល
អ្នកបងអស់អីហើយយើងនឹងយកកបិតនេះសម្រាប់ឯងសងសឹកឲ្យលោកបងរបស់យើងគាត់អ៊ីងឲ្យស្លាប់បានដល់លែងអ្នកបងទៅ Bác đi bê. Bác đi bê. Ta lo trên này nè. Hai đây của lúc mà mơ nhắm ra ngay. Lúc mày tốt. Ta lo trên. Lúc mình tập đăng luôn hơi Atma cứ sẵn được nông này Tăng samadhi Ốc con phải chỉ con đểជួយ ជីវិត ខ្ញុំ លោកមិនតន់ជើញគួយមក អាត្មាគ្រាន់តែជាអ្នកផ្សំថ្នាំប៉ុណ្ណោះ ជាង 10 ថ្ងៃមុននេះ ឈីឡានបានមើលថែទាំលោកមេតបមិនដេចមិនពួន យប់មិញនេះនាងបានទៅវត្តថ្វាយបង្គំព្រះសូមឲ្យថែរក្សាលោក នេះទៅជាប្រគុណ លោកមេតបត្រូវរបួសពឹសចូលជ្រាបពេញឆ្អឹងអាត្មាមិនសូវពូកែបន្សាបពឹសខាងក្នុងខាងក្រៅទេខ្លាចតែដល់រដូវរងាលោកមេតបឈឺចុកចាប់ឆ្អឹងខាងក្នុងទេគាត់អ៊ីងអាយរស់នៅបានជាការផ្សាយបើរស់ត្រូវតែរស់ឲ្យល្អវាគ្រាន់តែកុំស្ថិតក្នុងភាពឈឺចាប់ ខ្ញុំគ្មានចំណេះវិជ្ជាអីទេចេះតែនាំទុកដាក់ខ្លួន អត់ទេទុកវាមានពេលខ្លះក៏មករកមនុស្សដែរមានអីប្លែកទៅ លោកមេតបគាត់ទៅហើយគាត់ពឹងឲ្យអាត្មាជូនដំណើរអ្នកនាងឈីឡានទៅជួបនឹងលោកមេតបធំលាវពេគាត់និយាយថាគាត់ទៅណា លោកមេតបអត់ប្រាប់ទេគ្រាន់តែសួររកផ្លូវទៅរកមន្ត្រីលោកលុនណេណាអាត្មាយល់ថាលោកមេតបមានន័យថា
គឺចង់វាយដានតបសត្រូវទៅទិសខាងជើងដើម្បីឲ្យអាត្មាជូនដំណើរអ្នកនាងទៅលយ៉ាងដោយសុវត្ថិភាពលោកគឺគាត់នេះមែនទេឯងគឺសៀវស៊ីដែលសម្រាប់ជារាជ 50,000 នាក់នៅពីងជើមែនទេជារាជ 50,000 នាក់គឺគេបះបោស្លាប់មានឯគួរស្ដាយឮថាពីមុនឯងនៅពេជើក៏ធ្លាប់បះបោដែរបើបោកនោះព្រោះតែអត់បាយស៊ីតែបះបោនៅតែអត់ស៊ីដដែលហើយថាមើលពេលនេះយើងស៊ីឆ្ងាញ់ណាដឹងខ້ອຍជាកែខ្លួនធ្វើដូចយើងទៅវាល្អមិនដូចទេយើងសម្លាប់មនុស្សមិនដើម្បីបាយទេហើយយូខ້ອຍហើយគឺដូចតែយើងនេះសម្លាប់សម្លាប់កងទ័ពធំជាង 10,000 នាក់របស់យានសាមកដល់គាត់ទូហើយមានទូកចម្បាំងរាប់រយផ្ដុំគ្នាតាមទន្លេទ័ពធំវាយបើកផ្លូវមើលទៅគេចង់វាយលុកតាមចាប់ទន្សាយហើយអាយានសានេះពិតជាមនុស្សចោលម្សៀតមែនតាំងខ្លួនជាតោស្អីទៅពួកយើងចាត់ទ័ពច្រើនវាយលុកទៅគេចង់តាំងខ្លួនគេធ្វើជាតោទៅវាមិនរួចទេតើលីវពេញនៅណាទៅលើយ៉ាងកម្លាំងទ័ពមានតែ 10,000 នាក់ទេលីវពេញនៅលយយ៉ាងគាត់អ៊ីហាត់អីទៅភាគខាងជើងទៅវិញខំសៀវនៅតុងលីងលូយ៉ាងមានហាន់ហ្វូនិងម៉ឹងតានផ្លូវទឹកមានសៀវស៊ីវាសុទ្ធតែងាប់ក្រោមដៃរបស់កំបិតគាត់អ៊ីងប្រាប់យើងមកតើហេតុអ្វីមានតបធំទាំង4បញ្ជាចាប់ចោលក្បត់គាត់អ៊ីងបញ្ជាតើបញ្ជានៅណាយើងចាំបានច្បាស់ណាស់ថាយើងបានបញ្ជាឲ្យលែងគេទៅហើយពួកលោកស្ដាប់មិនយល់ឬក៏មានចេតនាប្រឆាំងបញ្ជាលោកបេតបគឺខ្ញុំជាអ្នកបញ្ជាគឺខ្ញុំជាអ្នកបញ្ជាគឺខ្ញុំ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 បញ្ជាលោកបេតបគឺខ្ញុំបញ្ជាគឺខ្ញុំបញ្ជាគឺខ្ញុំបញ្ជាលិតជាគុកទាំងអស់គ្នាមានន័យថាម៉េចលើកលែងតែចង់បះបោពួកគេចង់បះបោហើយលោកបញ្ជាខ្ញុំសុខចិត្តទទួលទោសប៉ុន្តែការដោះលែងគាត់អ៊ីងជាមនុស្សពូកែគឺដូចប្រឡែងខ្លាចូលព្រៃវិញអញ្ចឹងលោកលិតជាគុកដែរចង់បះបោដែរហើយសុគ្រាបគឺសំខាន់បើលោកម្ចាស់ដាក់ទោសសម្លាប់ម្នាក់ប្រមាន100សម្លាប់លោកម្នាក់គឺវាគ្រប់ហើយតើត្រូវទេលោកម្ចាស់លោកមេតបមិនទាន់ដល់វេនស្លាប់ទេបើយើងមិនសម្លាប់គេគេនឹងសម្លាប់យើងសម្ដីនេះលោកធ្លាប់និយាយខ្ញុំប្រាប់ស្អីដល់លោកខ្លះបើសិនជាយើងមិនសម្លាប់គេគេនឹងសម្លាប់យើងហើយ
ត្រូវគឺយើងបាននិយាយមែនក្រោកឡើងទាំងអស់គ្នាមកពួកលោកត្រូវហើយគឺខ្ញុំជាអ្នកខុសគាត់អ៊ីងឋាននៅកន្លែងយើងគឺគ្មានមនុស្សសញ្ចេតនាទេពិតជាឲ្យគេទាយត្រូវមែនហុចដៃមកខ្ញុំមកមនុស្សម្នាក់គ្រប់គ្រងមិនបានផងតើគ្រប់គ្រងនគរយ៉ាងម៉េចគ្រប់គ្រងមិនបានព្រោះទីនេះមានមនុស្សសញ្ចេតនាសុំសួរថាអ្នកប្រុសយ៉ាមិនទេណាយ៉ាមិនបានបិទទ្វារទៅហើយខ្ញុំឮថានៅទីនេះមានមន្ត្រីម្នាក់ដែលលោភលន់បំផុតហើយជាជនគំរក់ថែមទៀតផងមនុស្សនៅក្នុងក្រុងត្រូវមន្ត្រីលោភលន់នេះបំភ័យឲ្យរត់អស់ហើយលោកយល់ខ້ອຍយប់នេះមានផ្កាយចង្រៃរះមនុស្សវារត់អស់ទៅហើយខ្ញុំចង់រកមន្ត្រីលោភលន់នោះមិនមែនរូបលោកទេដោយតែគ្នាទេតើលោកតាក់ទងអីជាមួយគេខ្ញុំជាមន្ត្រីរងបន្ទាប់គេមួយខែមុនខ្ញុំសម្លាប់គេហើយព្រះអង្គជាអ្នកដាក់រាមជាដើម្បីឲ្យយើងមកការពារสิ่งយ៉ាងនេះតែម្នាក់ឯងគឺលោកជាអ្នកដេញមនុស្សចេញអស់មែនទេឮថាលោកមេតបគាន់ឈ្មោះមកទិសខាងជើងតាមផ្លូវនៅហត់ពេកកាត់ព្រៃកាត់វាលខ្ញុំមិនហ៊ានឲ្យខកខានទើបស្កាត់មកឲ្យតន់លោកមេតបគាន់នេះលោកជាមន្ត្រីល្អម្នាក់លោកទៅចុះស្នៀតដើរល្អស្នៀតដើរមិនល្អទេគឺដើរល្អស្នៀតដើរល្អមែនតែកម្លាំងលោកមិនគ្រប់ខ្ញុំដឹងហើយឈប់ឯងទៅលោកហត់ខ្លាំងហើយចាំទៅហត់តើ
ព្រោះតែគាត់អ៊ីងសូមបីតែជីវិតខ្លួនក៏មិនត្រូវការតាសំទេគ្រាន់តែចង់ខាត់លងមេតប1ម៉ោងគឺវាស័ក្តិសមលោកស្មានគាត់អ៊ីនពិតជាធ្វើបាបមនុស្សមែនទេលើលោកនេះអ្នកណាទៅទាយដឹងទៅឆើថាដោះលែងខ្ញុំទីបំផុតចាត់គេឲ្យមកសម្លាប់ខ្ញុំតែអ្នកណាថាมันប្រកាសត្រូវខុសទុកឲ្យប្រអល់ជាអ្នកកាត់បើសិនគាត់អ៊ីងមានទោសខ្ញុំសុខចិត្តទៅទទួលទោសបានជឿចាប់ខ្ញុំធ្វើការចាប់ហើយខ្ញុំនឹងមកស៊ីយ៉ាងឲ្យលោកដាក់ទោសលោកមិនមកវិញទេការងាររបស់លោកមិនអាចធ្វើចប់ទេពីថ្ងៃមុនមានលោកសង្ឃមួយអង្គហើយនឹងស្រីម្នាក់ធ្វើដំណើរទៅលុយយ៉ាងខ្ញុំដឹកនាំទ័ពទៅណានយ៉ាងដោយផ្ទាល់អញ្ជើញពួកគេមកស៊ីយ៉ាងហើយឯណាមនុស្សពួកគេបានលាក់ខ្លួនហើយខ្ញុំបានឃុំពួកគេទុកបាត់ហើយសូមលោកមេតបទៅស៊ីទូជាបញ្ញាប់ទៅបើពុំនោះទេពួកគេនឹងអត់ពួកគេច្បាស់ជាអត់បាយស្លាប់នៅទីណាប្រាប់ខ្ញុំមកពុំនោះទេខ្ញុំមិនមេត្តាធម៌ទេមិនចាំបាច់សំណឡាគឺមកតែពីឯងហ្នឹងឆាប់ទៅវិញខ្ញុំគឺគាត់អ៊ីងកំពុងរកអ្នកនាងម្នាក់ហើយនៅលោកសង្ឃមួយអង្គសុំសួរទាំងអស់គ្នាមានឃើញទេគេសម្រាប់លោកម្ចាស់ហ្វាសម្រាប់គេចោលទៅសម្រាប់គេចោលទៅសម្រាប់គេចោលទៅសម្រាប់គេទៅសម្រាប់គេទៅជាងសម្រាប់គេទៅសម្រាប់គេចោល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 ទៅសម្រាប់គេ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 ចោលទៅសម្រាប់គេចោលទៅសម្រាប់គេ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 ចោលទៅសម្រាប់គេ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 ទៅសម្រាប់គេទៅសម្រាប់គេទៅចោលទៅសម្រាប់គេចោលទៅសម្រាប់គេទៅសម្រាប់គេទៅសម្រាប់គេចោលទៅសម្រាប់គេទៅសម្រាប់គេទៅសម្រាប់គេទៅវ៉ាងជឺគេមិនសម្លាប់មនុស្សប្រទេសផ្ដាស់ទេពួកយើងនៅក្រៅក្រុងរកឃើញនាងឈីឡានទៅហើយណៃបានហើយឲ្យទៅបានហើយ
បើកទ្វារនិយាយថាបើកទ្វារឈប់សិនមិនអាចសម្រាប់នោះទេតែនេះសុទ្ធតែជាមនុស្សរបស់វាងជឺមិនថាខ្ញុំសួរយ៉ាងណាទេពួកគេមិនព្រមនិយាយពីដំណឹងរបស់ឈីឡានសោះរហូតដល់លោកម្ចាស់ឆើចេញមុខទៅពួកគេព្រមនិយាយថ្ងៃនេះមនុស្សទាំងនេះត្រូវតែស្លាប់លោកមេតបគាត់មិនសម្លាប់ពួកទាំងនេះទេបើលេចដំណឹងនេះទៅក្រៅលោកនឹងស្អុយឈ្មោះហើយស្អុយគឺស្អុយរាប់ម៉ឺនឆ្នាំអ្នកណាប៉ះពាល់ពួកគេខ្ញុំសម្លាប់ចោលអញ្ចឹងលោកមិនអាចធ្វើអ្នកក្លាហានបានទេលោកអត់ឱកាសហើយខ្ញុំថាឲ្យអ្នកណាប៉ះពាល់ពួកគេខ្ញុំសម្លាប់ចោលបានបើលោកមេតបគាត់មិនចង់សម្លាប់មនុស្សហើយអញ្ចឹងដោះលែងពួកគេបងប្អូនអ្នកភូមិទាំងអស់បើរឿងថ្ងៃនេះលេចឮទៅខាងក្រៅគឺត្រូវមានពាក្យមួយឃ្លាគឺសម្លាប់ទាំងពូជតែម្ដងរំខានហើយលោកបងគាត់អ៊ីងអ្នកក្លាហានលោកអ្នកធ្វើចុះឯមនុស្សតូចតាចខ្ញុំជាអ្នកធ្វើលោកយ៉ាងពីមុនគឺជាឋាននរកមួយថ្ងៃនេះបានប៉ុណ្ណឹងលោកម្ចាស់ចៅមានគុណសម្បត្តិគ្មានអ្វីប្រៀបគួរឲ្យស្ដាយក្រៅក្រុងលោកយ៉ាងជាឋាននរកទៅវិញព្រះមានពុទ្ធដីកាថាឋាននរកតាមពុទ្ធជាការយល់ឃើញមួយតើមើលឃើញឋាននរកឬឋានសួគ៌វាស្ថិតនៅលើខ្លួនឯងទេខ្ញុំសុខចិត្តឃើញឋានសួគ៌វិញប្រសើរជាងតែបើដូចជាមិនចំពេលតលសោះតាមពិតរឿងទាំងឡាយបើគិតឲ្យវែងឆ្ងាយវាដូចជាធ្វើឋាននរកមួយសម្រាប់ខ្លួនអញ្ចឹងឲ្យខ្ញុំកុំគិតងាយទេឲ្យខ្ញុំគិតវែងឆ្ងាយលំបាកណាក្នុងឋាននរកមានឋានសួគ៌ក្នុងឋានសួគ៌មានឋាននរកគិតតិចគិតច្រើនគឺស្ថិតនៅលើខ្លួនឯងបើអញ្ចឹងខ្ញុំសុខចិត្តគិតតិចតិចទៅចុះសេះហូបរួចហើយអរគុណលោកម្ចាស់ហើយដែលជួយជីវិតអាត្មាលាសិនហើយអរគុណបដិជ្ជគុណអរគុណអាត្មាលាគួយចុះមកលោកគិតថាខ្ញុំជាឋានសួគ៌ឬក៏ឋាននរកឋានសួគ៌ឬឋាននរកគឺមនុស្សគិតចេញមកទេពីដំបូងលោកចោទខ្ញុំនៅមិនមែនចោទខ្ញុំសម្លាប់មនុស្សទេតើចង់សម្លាប់មនុស្សច្រើនប៉ុណ្ណាទៀតគាត់អ៊ីងជាអ្នកក្លាហានម្នាក់ពេលប្រទេសជាបុកច្បល់អ្នកក្លាហានមិនអាចមកសម្លាប់មនុស្សតើចង់សម្លាប់ច្រើនប៉ុណ្ណាជានសៅមានទ័ព200000នាក់សម្រាប់20000នាក់ចូលទៅកុំឲ្យកទ័ពបានមិនវាយលុកក៏វាបែកចាំពេលដែលលោកវាយបែកយានសាហើយតើភាពច្បោកច្បល់ពេលណាស្ងប់ឡោមពតអតិកូលស៊ុននៅឯជើងតុងបង្ក្រាបទ័ពខាងលិចក្រុងឲ្យនៅស្ងៀមសិនហើយចុះក្រោយមកនគររួមតែមួយសម្រាប់រស់ដោយសុខសាន្តរាប់ឆ្នាំខ្ញុំជឿតែក្រមមេឃសន្តិភាពលោកអាចធានាទេមិនអាចទេមនុស្សមិនអាចទុកចិត្តមនុស្សទេមានតែច្បាប់ទេទើបទុកចិត្តបានតែរវាងមនុស្សនិងមនុស្សគ្មានគុណធម៌តើមានច្បាប់ពីណាមករវាងមនុស្សមានគំនុំច្រើនតើមានគុណធម៌ពីណាដួលយានសាសម្រាប់ទ័ព20000នាក់មិនកាន់តែបង្កើនគំនុំទេនេះជាផលតបស្នងទាបបំផុតហើយបើសិនជាគាត់អ៊ីងទៅសម្រាប់យានសាវបានប្រសើរណាស់បើអញ្ចឹងនោះចាត់ទុកថាជួយមនុស្ស20000នាក់អនុហើយតើយានសាវណែណាលោកយកព្រមសិនខ្ញុំមិនទាន់យកព្រមទេខ្ញុំកំចាត់យានសាវរួចចង់ធ្វើមនុស្សសាមញ្ញប៉ុណ្ណោះខ
ខ្ញុំមិនជឿទេអ្នកក្លាហានមិនអាចធ្វើជាមនុស្សធម្មតាទេចាប់កិច្ចការលីវប៉ៃមិនលើកលែងឲ្យលោកទេលោកនៅជាមួយខ្ញុំទៅមានសុភមង្គលជាងបងលីវប៉ៃជាមនុស្សមានគុណធម៌ធ្វើការទៅតាមកលៈទេសៈបើស្ថានភាពធំគាត់ដាច់ខាតមិនខំគេទេបើនិយាយថានៅបន្ទាយរបស់លោកគាត់អ៊ីងក៏គ្មានតម្លៃដែរទៅស្រុកកំណើតធ្វើស្រែខ្វៀលក្បីល្អជាជាងយ៉ាងម៉េចដែរបានមិនណាគឺមិនដឹងលោកម្ចាស់គាត់អ៊ីងពិតជានៅទីនេះមែនទេហើយនឹងទេហេតុអីសេះល្អមិនស៊ីស្មៅដល់របស់ខ្លួនព្រោះស្មៅវាចាស់មិនស្រស់សោះត្រូវហើយលីវប៉ៃវាហួសសម័យហើយចៅឆៅយើងទើបជារបស់ថ្មីអ្នកបងនៅខាងមុខគឺទន្លេលឿងហើយគាត់អ៊ីងសំលៀសិនហើយបងទី2អ្នកបង បងទី2ជូនរាប់ពាន់យោជនៅតបៃគ្នាដដែល កាំងនោះបងទី2ត្រូវឆ្នាំសណ្ដំរបស់ឆាយឆាវតែឈីឡានអត់ទេចិត្តរបស់បងទី2ឈីឡានគឺដឹងច្បាស់ណាស់ចាំទៅដល់លូយ៉ាងខ្ញុំនឹងសុំបងលីវប៉ៃឲ្យខ្ញុំរៀបការជាមួយនឹងបងទី2ប្តីផ្ដាអ្នកបងជាមនុស្សគ្រួសារលីវហើយមិនក៏និយាយបែបនេះថ្ងៃនេះឈីឡានព្រមរៀបការជាមួយបងទី2ព្រោះតាមផ្លូវបងប្រុសជីវិតការពារឈីឡានមើលឃើញច្បាស់ណាស់ឆ្នាំនោះបងសម្លាប់មនុស្សដើម្បីខ្ញុំហេតុអីក៏បងមិនប្រាប់ខ្ញុំឬមួយក៏បងមិនដែលស្រឡាញ់ខ្ញុំទេបើបងទី2មានមនោសញ្ចេតនាចំពោះខ្ញុំមែនបងធំលីប៉ៃប្រកាសជាបំពេញបំណងបងទៅជាមួយខ្ញុំទៅខ្ញុំមិនទៅជាមួយនឹងបងតែនៅបងមានមនោសញ្ចេតនាចំពោះខ្ញុំទេលាសនាបងមិនអាចធ្វើការឲ្យឆាយបានទេដាក់ក្បត់ចុះទៅបងដើម្បីមនុស្សស្រីដែរមិនស្រឡាញ់បងសុខចិត្តធ្វើជាសត្រូវរបស់លីវប៉ៃគាត់អ៊ីងមិនគិតចឹងទេពេលនេះមានតែបងលីប៉ៃឡើងជាស្ដេចទេទៅប្រទេសសុកសានមនុស្សដូចជាឆាយមានតែបង្កចលាចលតែប៉ុណ្ណោះខ្ញុំធ្វើគ្រាន់តែជួយមនុស្សប៉ុណ្ណោះគាត់អ៊ីងពិតជាត្រូវសម្លាប់ឲ្យខានតែបានមែនទេមើលទៅគាត់អ៊ីងត្រូវតែស្លាប់ទៅបានសូមអ្នកបងប្រាប់លបងលីវផងថាគាត់អ៊ីងស្លាប់បាត់ទៅហើយសុំតើអ្នកបងមិនខុសចំពោះខ្ញុំទេទុកចិត្តចុះគាត់អ៊ីងដាច់ខាតគឺធ្វើរឿងមិនក្បត់លីវពេកទេថែរក្សាខ្លួនផងលោកម្ចាស់ត្រូវការទៅមើលទេ
អ្នកក្លាហានពិបាកកិច្ចពីស្រីស្អាតណាស់កុំទះសាកាពីលោកម្ចាស់គឺឯងចេញបញ្ជាគឺឯងមែនទេសម្រាប់ឲ្យចោលគឺយើងជាអ្នកបញ្ជាចាំមើលទើបើគាត់អ៊ីងវិលត្រឡប់ទៅវិញក្រៅមេឃនេះមិនស្ងប់សុខទេហើយស្មានតែយើងមិនហ៊ានសម្រាប់គេបើអញ្ចឹងព្រះអង្គត្រូវសម្លាប់គេឲ្យបានបើពុំនឹកទេចាប់ពីថ្ងៃនេះទៅនៅក្រៅមេឃនេះលែងបានសុខទៀតហើយបានយើងនឹងសម្លាប់គេឲ្យបានព្រះអង្គគួរតែយើងទៅវិញទៅយឺតពេលហើយត្រូវតែសម្លាប់គាត់អ៊ីងមែនទេជារាជបញ្ជារបស់ព្រះអង្គបញ្ជារបស់ព្រះអង្គបញ្ជារបស់ព្រះអង្គសូម្បីតែជីវិតខ្លួនឯងក៏មិនគិតដែរជីវិតខ្ញុំលែងជារបស់ខ្ញុំហើយលោកក៏ដែរ
លោកបងកូនកុំធ្វើឲ្យខ្ញុំពិបាកអីជាចាញ់ភ្លាមអ្នកណាហ៊ានរារាំងអ្នកនោះស្លាប់អ្នកណាហ៊ានប៉ះពាល់លោកបងកូនអ៊ីងយើងនឹងសម្លាប់ចោលលោកបងកូនជប់បាយទៀតទៅពិតជាល្ងីល្ងើណាស់រាជបញ្ជាមិនអាចប្រកែកបានទេយើងសម្លាប់ឯងឥឡូវហ្នឹងឈប់សិនយើងជាស្ដេចអំណាចស្មើមេឃទោះជាស្មើមេឃក៏ត្រូវរយុទ្ធធម៌ដែរលោកបងកូនអ៊ីងព្រះអង្គមិនអាចសម្លាប់បានទេសម្លាប់គេហើយមនុស្សទាំងអស់នឹងរកលេសដល់ពេលនោះមនុស្សនឹងស្លាប់ច្រើននេះទៀតលោកបងកូនយកចំណុចនេះហើយកុំដើម្បីស្រីម្នាក់ស្រីដែលមិនស្រឡាញ់លោកបងធ្វើសត្រូវនឹងស្ដេចគេជាបងថ្លៃរបស់លោកបងជាស្រីរបស់គេទេនៅរស់ទៅមានប្រយោជន៍ដល់លោកបងទៅខ្ញុំសូមធានាបើនៅក្រោមមេឃនេះសុកសានភ្លាមខ្ញុំនឹងសម្លាប់គេនេះចោលភ្លាមឆៅមឹងទឺខ្ញុំនិយាយបានធ្វើបានចៅឆាក្រោមមេឃនេះលោកមិនអាចធ្វើអសន្តិភាពបានទេណាបងយើងអាចទៅបានហើយគាត់អ៊ីងបានចូលមកក្នុងទ័ពរបស់លីប៉ៃឆ្លងកាត់ការស្លាប់រស់អស់រយៈពេល7ឆ្នាំសង្គ្រាមលេខឈីពីបានផ្ទុះឡើងបែងចែកជា3នគរសង្គ្រាមចេះតែបន្ត20ឆ្នាំក្រោយមកគាត់អ៊ីងបានជួបគ្រោះថ្នាក់ក្នុងពេលធ្វើសង្គ្រាមរងចាំទ័ពជំនួយរបស់លីប៉ៃតែទ័ពជំនួយមកយឺតចុងក្រោយគាត់អ៊ីងប្រថុយនឹងគ្រោះថ្នាក់ទីបំផុតត្រូវសុំតាមពាត់បានហើយនឹងកាត់ក្បាលឯសុនឈៀនប្រកាសថាបានកាត់ក្បាលគាត់អ៊ីងថ្ងៃនេះយើងត្រូវតែឲ្យមនុស្សក្រោមមេឃដឹងថាតើអាចចោលម៉ាស៊ីនមួយណាដែលវាហ៊ានសម្លាប់គាត់អ៊ីងនោះបើអញ្ចឹងលោកម្ចាស់ចៅនិយាយនោះគឺលោកម្ចាស់សុនឈៀនគ្រាន់ជាដៃជើងប៉ុណ្ណោះទេនៅមានលីវ៉ៃនិងខុងមីងទៀតយើងនឹងឲ្យគ្រប់គ្នាដឹងថាគឺពួកគេធ្វើឲ្យកូនអ៊ីងស្លាប់
ពីដើមដល់ចប់សង្គ្រាមពិបាកជាផុតណាស់ហើយប្រកាសហើយគាត់អ៊ីងស្លាប់ហើយនគរអ៊ូនគរស៊ូអ្នកណាឈ្នះអ្នកណាចាញ់ពិតជាពិបាកនិយាយណាស់មិននឹកស្មានថាមនុស្សស្លាប់ទៅហើយនៅមានប្រយោជន៍ដល់លោកម្ចាស់ចៅទៀតខ្ញុំមិនបាននិយាយថាជាសត្វប្រពែនោះទេចៅឆាវបានរៀបចំបុណ្យសពឲ្យគាត់អ៊ីងដង្ហែទៅកាន់លោយ៉ាសង្គ្រាមនគរស៊ូនិងអ៊ូផ្ទុះឡើងតុងអ៊ូនិងស៊ុនឈៀនក៏ធ្វើរូបសំណាក់គាត់អ៊ីងមួយសង់វត្តមួយឲ្យគេទៅកាន់សុគតិភពទីបំផុតសម្ព័ន្ធអ៊ូហើយនឹងស៊ូក៏បែកបាក់លីប៉ៃដណ្ដើមបានតុងអ៊ូនិងរៀបចំពិធីបុណ្យសពឲ្យគាត់អ៊ីងហើយបានសង់រូបសំណាក់គឺតំណាងគាត់អ៊ីងមួយដាក់ឈ្មោះថាកំពូលអ្នកចម្បាំងមួយ